បាទរូបជំរាបសួរបងប្អូនទាំងអស់គ្នាចឹងលើវីដេអូនេះខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតខ្ញុំនិយាយទៅកាន់បងប្អូនដែលនៅទីជនបទម្សិលមិញខ្ញុំឃើញមានជនឆក់បោក2 3នាក់ដែលផុសចូលក្នុងក្រុមមានម៉ូតូលក់តម្លៃធូរថ្លៃមែនតើបងប្អូនបាទលើវីដេអូនេះខ្ញុំចង់ផ្ដោតទៅលើពុកម៉ែបងប្អូនដែលនៅទីជនបទហេតុអីខ្ញុំនិយាយបងប្អូនបាទអ្នកអំពេញគេឆ្លាតណាស់បងប្អូនបាទគេមិននិយាយនឹងចាញ់បោកគាត់គេឃើញផិនភាកនៃការផុសគេស្គាល់ដល់កយ៉ាវមកមនុស្សបោកប៉ុន្តែដោយឡែកខ្ញុំចង់ផ្ដោតទៅលើពុកម៉ែបងប្អូនដែលនៅពីចម្ងាយបាទខ្ញុំឃើញចូលទៅខមមិនទិញលក់350 450ខ្ញុំយកអីហ្នឹងគេឲ្យដាក់លុយហ្នឹងបងប្អូនកុំណាខ្ញុំប្រាប់បងប្អូនតិចឬក៏ច្រើនក៏ដោយលុយ4 10រៀលក៏ដោយឥឡូវហ្នឹងដូចបងប្អូនបរៀនវាចេះខូចចឹងបងប្អូនបាទម្សិលមិញមាន2នាក់ចូលមកផុសក្នុងមានម៉ូតូអាសង់មួយដូចជាម៉ូតូ Beat មួយបងប្អូនបាទចឹងខ្ញុំបញ្ជាក់ទៅកាន់បងប្អូនណាមុននឹងបងប្អូនទិញរបស់របរទិញម៉ូតូទិញសម្ភារៈអីផ្សេងត្រូវស្គាល់ពីអាស័យដ្ឋានស្គាល់ពីអ្នកលក់ម្ចាស់អ្នកលក់របស់របរនឹងឲ្យបានច្បាស់ឬក៏អាចតាក់ទងតាមលេខទូរស័ព្ទសួរឲ្យច្បាស់ពីអាស័យដ្ឋានក៏ដូចជាថតជាវីដេអូណាបងប្អូនបាទបញ្ជាក់ណាអ្នករកស៊ីឥឡូវបោកច្រើនណាស់វាមានជនខិលខូចច្រើនមែនតើមិនថាបងប្អូនទិញអីទេបាទខ្ញុំជួបអស់ហើយបងប្អូនបាទបញ្ជាក់អញ្ចឹងមុននឹងបងប្អូនត្រូវផ្ញើលុយត្រូវស្គាល់ទីតាំងឬក៏ស្គាល់ម្ចាស់ដែលទទួលលុយឬក៏អាចមានអ្វីជាផុសតាំងឬក៏អាចថាសម័យឥឡូវស្រួលបងប្អូនទេតាមវីដេអូខលថតគ្រប់វីដេអូបងប្អូនអត់មានពិបាកទេបាទងាយស្រួលក្នុងមានបញ្ហាយើងឲ្យច្បាប់ជួយដោះស្រាយណាបងប្អូនព្រោះមនុស្សឥឡូវបោកច្រើនណាបងប្អូនម្សិលមិញខ្ញុំឃើញពុកម៉ែបងប្អូនចូលខមមិននៅ account មួយដែលផុសអាសង់ដូចជាអាសង់បាទ450 350ហ្នឹងអាហ្នឹងសិតត្រូវប៉ាន់ហើយបងប្អូនខ្ញុំទេទៅម្សិលមិញខ្ញុំចង់ដឹងខ្ញុំទេទៅសួរអាឡូអូនឯងលក់អាសង់មែនគាត់ថាហ្នឹងហើយបងហ្នឹងហើយអូនឯងនៅដល់ណាគេថាចុះបងនៅដល់ណាអេបងសួរអូនឯងអ្នកលក់អូនឯងនៅដល់ណាគេថាគេនៅកចេះបងប្អូនបាទនៅកចេះបងនៅកចេះដែរអញ្ចឹងតម្លាក់ location ស្អែកបងទៅមើលបាត់បងប្អូនបាទអញ្ចឹងបញ្ជាក់ខ្ញុំប្រាប់បងប្អូនណាមនុស្សឥឡូវបោកច្រើនណាស់លុយ5រៀល10រៀលក៏វាបោកដែរវារកស៊ីតែបោកទេណាបងប្អូនបាទបញ្ជាក់ណាព្រោះខ្ញុំក៏អ្នករកស៊ីក្នុងអនឡាញមួយដែរអញ្ចឹងខ្ញុំផ្ញើជូនដល់បងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលនៅទីជនបទណាអាលុយ4 10រៀលហ្នឹងបងប្អូនគិតមើលម្នាក់4 10រៀលម្នាក់5រៀលចុះមួយថ្ងៃវាបោកតែ4 5នាក់មិនលុយវាសុទ្ធចឹងដូចបង្រៀនឲ្យវាបាច់រកស៊ីអីចឹងវាគ្រាន់តែដើរផុសតែរូបហ្នឹងបងប្អូនដើរតែបាញ់លុយហ្នឹងងាប់ហើយអាហ្នឹងចប់ហើយមនុស្សខូចដោយសារអញ្ចឹងវាអត់មានកណិតអីរកស៊ីជាខ្លួនឯងទេដោយសារតែវាងាយស្រួលបាទគាត់វាផុសតែរូបភាពទៅតម្លាក់ QR ទៅបងប្អូនបាញ់ឲ្យវាហើយតែពេលលុយតិចតួចបងប្អូនថាលុយតិចតួចខ្ជិលធ្វើមិនអីវាចឹងហើយចឹងហើយបានវាទម្លាប់ឲ្យមនុស្សវាចេះតែខូចទៅរកវាមិនឃើញហ្នឹងហើយអញ្ចឹងមុននឹងបងប្អូនទិញអីក៏ដោយត្រូវស្គាល់ឲ្យច្បាស់ម្ចាស់ page ម្ចាស់ Facebook ម្ចាស់ Telegram ច្បាស់ណាបងប្អូនអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបងប្អូនបាទអរគុណច្រើនហើយមេណាបងណាមានម៉ូតូតម្លាក់ឲ្យ1 2មកមើលណាបានលុយគេចាំតម្លាក់មកណាចូលខ្យល់បាច់តម្លាក់មកទេអស់ហើយហ្នឹងហើយអរគុណបងប្អូន